បាទសូមជម្រាបសួរបាទទៅដល់ពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់បាទទាំងក្នុងនិងក្រៅប្រទេសបាទថ្ងៃនេះគឺខ្ញុំបាទសំណាងពិសីមានរបស់ថ្មីបាទមានខ្សែថ្មីចង់បង្ហាញចែកជូនទៅដល់ពុកម៉ែបងប្អូនបានទស្សនាតាក់ទងទៅនឹងវត្ថុនៃអបិយជំនឿនឹងហើយអញ្ចឹងសម្រាប់ខ្សែមួយគ្រាប់នេះគឺជាប្រភេទខ្សែខ្មែរគឺជាប្រភេទខ្សែជូតព្រៃនឹងហើយជាប្រភេទខ្សែតៃសានឹងហើយដែលវាកប់នៅក្នុងដីនៅក្នុងព្រៃបាទជារាប់ឆ្នាំនឹងហើយមិនដឹងថាវាកប់នៅក្នុងដីយូរប៉ុណ្ណាទេបាទក៏ប៉ុន្តែការដែលបាននេះគឺបានប្រហែលជាចិត្តក្បែរ10ឆ្នាំទៅហើយណាពុកម៉ែបងប្អូនបាទហ្នឹងហើយសម្រាប់ខ្សែមួយគ្រាប់នេះគឺខ្ញុំអត់ដែលបានលាបប្រេងលាបកមួនបាទឬក៏លាបអីឲ្យវែងឆ្ងាយទេនេះគឺជាពណ៌ធម្មជាតិរបស់ខ្សែដែលកប់នៅក្នុងដីគឺជាប្រភេទខ្សែតៃសាខ្សែរបស់ជូតព្រៃហ្នឹងហើយសម្រាប់ខ្សែនេះគឺជាប្រភេទខ្សែប្រហោងបាទសម្រាប់ខ្សែមួយគ្រាប់នេះគឺជាប្រភេទខ្សែប្រហោងណាពុកម៉ែបងប្អូនខ្សែប្រហោងហ្នឹងហើយអត់តាន់ទេបាទរបស់នេះនិយាយទៅដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងគឺរបស់នេះខ្ញុំបានមកជិត10ឆ្នាំទៅហើយក៏ប៉ុន្តែអត់ដែលបាននឹកនារឿងថតបង្ហាញតែជូនឲ្យពុកម៉ែបងប្អូនយើងបានទស្សនាទេហ្នឹងហើយក៏មិនដែលបានទៅលាបប្រេងថែគឺមុនដែរពីព្រោះអីបាទឃើញពណ៌ស៊ីនរបស់ខ្សែហ្នឹងឃើញបែបហ្នឹងគឺយើងទុកបែបហ្នឹងបាទអត់ត្រាំប្រេងអត់លាបកមួនអីទេគឺទុកបែបហ្នឹងឲ្យធម្មជាតិបែបហ្នឹងហ្នឹងហើយគឺជាប្រភេទពណ៌ដែលនៅកប់នៅក្នុងដីហ្នឹងហើយក៏ប៉ុន្តែខ្ញុំយកមកថតថ្ងៃនេះក៏មិនមែនបងក្នុងការដាក់ចិត្តជាឲ្យដែរហ្នឹងហើយត្បិតតែខ្សែតៃសាត្បិតតែវាមិនមែនជាខ្សែតាន់ក៏ប៉ុន្តែខ្ញុំក៏ស្រឡាញ់របស់នឹងដែរណាហ្នឹងហើយស្រឡាញ់ដែរណាហ្នឹងហើយដោយសារតែមានការចាក់បាទការចាក់ខ្សែការក្រងខ្សែដល់ចឹងទៅធ្វើឲ្យខ្ញុំមានកូនចិត្តមួយចង់ថតបង្ហាញឲ្យពុកម៉ែបងប្អូនយើងបានទស្សនាហ្នឹងហើយអញ្ចឹងតកតងទៅនឹងខែនេះខ្ញុំបាទមានតែប៉ុណ្្នឹងទេណាពុកម៉ែបងប្អូនបាទអត់មានប្រវត្តិរៀបរាប់អីឲ្យបានជាក់លាក់ទេបាទអញ្ចឹងដូចខ្ញុំនិយាយមកអញ្ចឹងគឺរបស់នេះគឺខ្ញុំថតហ្នឹងហើយដើម្បីឲ្យពុកម៉ែបងប្អូនយើងបានទស្សនាលេងតែប៉ុណ្ណោះហ្នឹងហើយព្រោះរបស់អត់បានដាក់ចាជាទេអញ្ចឹងខ្ញុំក៏អត់ចាំបាច់អីទៅរៀបរាប់ប្រវត្តិអីបានវិញឆ្ងាយដែរណាពុកម៉ែបងប្អូនបាទសូមអរគុណបាទ